ពិសិដ្ឋចំពោះ31 5 31តែម្ដាយពេញដោយព្រះពរបាទមានព្រានពោ Blessed Mother ខ្ញុំចង់អរគុណដែលយើងបានអានគម្ពីរមិញប៉ុន្តែខ្ញុំចង់អានឡើងវិញប៉ុន្តែចង់សង្កត់ខ្លីដែរសំខាន់ណាពីព្រោះគម្ពីរនិយាយពីម្ដាយនៅគម្ពីរសុភាសិត31ម្ដាយកុម្ពលៈសត្វត្រីកុម្ពលៈនាងមានកម្លាំងនឹងលម្អគ្រឿងអំពៅរឿងសុភមង្គលហ្នឹងឯងក៏នឹកសោចពីហេតុណាហេតុដែលកើតមាននៅខាងមុខបាទក៏ដឹងទាំងអស់នាងពោលដោយប្រាជ្ញាហើយនៅអណ្ដាតនាងមានសេចក្តីសុខរស់នាងថែមើលអស់ទាំងផ្លូវរបស់ពួកផ្ទះនាងយ៉ាងល្អអត់ដែលបរិភោគអាហារដោយសេចក្តីកំជិលឡើយនេះខ8ខដែលខ្ញុំអធិប្បាយកូនរបស់នាងតែប្រមាណក្រោកឈរឡើងគោរពដល់ម្ដាយថាជាអ្នកមានពរប្តីក៏ក្រោកឈរឡើងសរសើរដល់នាងដែរថ្ងៃនេះជាថ្ងៃដ៏ពិសេសយើងដែលជាកូនណាចង់សម្ដែងអំណរគុណដល់ម្ដាយជួយទុកជាយើងមានម្ដាយនៅទីនេះក៏មានម្ដាយឬក៏យើងមានម្ដាយខ្លួនឯងយើងទៅអត់មានម្ដាយអញ្ចឹងឯងបើអត់មានម្ដាយយើងអត់មានជីវិតរស់នៅសប្តាហ៍ទេណាតែសិតហេតុដូច្នោះហើយថ្ងៃនេះជាថ្ងៃយើងកូនក្រោកឈរឡើងអរគុណដល់ម្ដាយហើយប្តីហ្នឹងដែរយើងទៅចង់លើកទឹកចិត្តដល់លោកជាប្តីណាក្រោកឈរឡើងសរសើរដល់នាងដែរមិនអីទេយើងសរសើរប្រពន្ធយើងអីទេបាទណានេះជាឱកាសល្អតិចទៀតបាទខ29មានស្រីជាច្រើនបានប្រព្រឹត្តដោយគ្រប់លក្ខតែនាងបានពិសេសលើទាំងគេទាំងអស់ណាកូនទាំងអស់អាចនិយាយថាម្ដាយគឺពិសេសជាងណាទាំងអស់បានអីទេយើងអួតម្ដាយយើងរួចប្តីក៏អានអួតប្រពន្ធដែរថាប្រពន្ធខ្ញុំជាម្ដាយដ៏ពិសេសណាសូមដល់កុំរបស់ខ្ញុំណាយើងអាចធ្វើការនេះធ្វើទីបន្តណាបាទខ្ញុំខ្លីប្រាប់ទូបងថ្ងៃខ្លីចង់ឲ្យយើងមានពេលឱកាសធ្វើទីបន្តដើម្បីលើកទឹកចិត្តទៅវិញមកបាទខ29មានស្រីជាច្រើនបានប្រព្រឹត្តដោយគ្រប់លក្ខតែនាងបានពិសេសលើគេទាំងអស់បាទយើងជាកូនយើងអាចនិយាយពីម្ដាយយើងបានតែក៏ពិសេសយ៉ាងណាក៏30រូបឆោមឆាយជាសេចក្តីបញ្ឆោតហើយមុខស្រស់ល្អក៏អត់ប្រយោជន៍ដែរតែស្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ានោះនឹងមានគេសរសើរវិញហាឡេលូយ៉ា31ចូលថ្លែងពីផលដែលដៃនាងបានបង្កើតហើយទុកឲ្យស្នាដៃរបស់នាងបានជាទីសរសើរដល់នាងនៅទ្វារក្រុមចុងនៅថ្ងៃនេះយើងអាចទីបន្តយើងជាកូនណាតាមម្ដាយយើងបានធ្វើអ្វីខ្លះប្រាប់យើងណាក៏បានធ្វើការល្អណាស់សម្រាប់យើងបាទរហូតដល់យើងរស់នៅដល់សប្តាហ៍នេះណារួចណាកូននិយាយពីរឿងកូនសរសើរម្ដាយណារួចយើងជាប្តីហើយយើងសរសើរប្រពន្ធដែរដែលគាត់ជាម្ដាយល្អយ៉ាងណាដើម្បីជួយចិញ្ចឹមកូនយើងនោះឯងបាទបើអត់មានប្រពន្ធអត់ម្ដាយយើងវិវរប្រុសបាទអូខេHoly English she clothed with strength and deity she can love at the day to come she speaks with wisdom and faithful instruction in her tongue she watches over all the affairs of her household and does not eat the bread of idleness her children arise and call her blessings her husband also and he prays her now you are husband or your children you can stand up pray your mom it's okay or your wife verse 29 many women do nothing but you surpass them all
when you are children you can tell good thing about your mom no mom you are the best បបធម៌ដោយសារម្ដាយជាអ្នកពេញដោយប្រាជ្ញាសេចក្តីស្រឡាញ់ការយកចិត្តទុកដាក់នៃការថែរក្សាកូនព្រមទាំងផ្ទះសម្បែងផងធ្វើឲ្យគ្រួសារមានសុភមង្គលគឺដោយសារទង្វើទាំងអស់នេះហើយបានជាកូនទាំងអស់ព្រមទាំងប្តីនាងសម្ដែងគោរពដល់អ្នកម្ដាយជាអ្នកពេញដោយព្រះពរអាមែនតើអរគុណព្រះអង្គណាបណ្ដាយនោះហើយណាជាអ្នកមានប្រាជ្ញាក្នុងការរៀបចំផ្ទះសម្បែងរៀបចំម្ហូបអាហារកូនទាំងអស់មានការនោះម្ដាយអ្នកធ្វើទេមិនប្តីទេប្តីគិតតែធ្វើការជាធ្វើការប៉ុន្តែអ្នកថែរក្សាផ្ទះសម្បែងនោះជាម្ដាយចាត់ចែងទាំងអស់អរគុណដល់ព្រះTo honor Mother Day is the right thing to do because in our culture mother are to be honored because the wisdom love and diligent care shape the family and they should earn respect and blessing from the children also the husband amen ព្រះបន្ទូលថ្ងៃនេះតាមគម្ពីរសុភាសិតចំពោះ31ខ23-31នឹងជួយកូនទាំងអស់ឲ្យចេះលើកកិត្តិយសជូនម្ដាយដែលជាមូលដ្ឋានសម្រាប់គ្រួសារម្ដាយជាមូលដ្ឋានគ្រួសារហើយជាប្រភពនៃប្រពោសម្រាប់គ្រួសារទាំងមូលផង The scripture today from Proverbs 31:20-31 help children to honor their mothers as the anchors and the sources of blessing for the whole family. Amen? So, President Samuel Painbay, you call a people know that some of Sunday at the Bible come tiny. Proverbs 31:28 is the key words of my message today. កូនរបស់នាងទាំងប៉ុន្មានក្រោកឈរឡើងគោរពដល់ម្ដាយថាជាអ្នកមានពរនេះខសំខាន់ her children arise and call her blessed ជាខបណ្ដោក្នុងអធិប្បាយថ្ងៃនេះគូយើងសួរថាហេតុអ្វីបានជាកូនទាំងប្រមាណក្រោកឈរឡើងគោរពដល់ម្ដាយថាជាអ្នកមានពរ Why did the children arise and call her blessed ទី1ដោយសារម្ដាយជាអ្នកគោរពប្រតិបត្តិដល់ព្រះ It is because the mother is a godly woman គាត់សំខាន់ណាស់តែគាត់គោរពដល់ម្ដាយដោយសារម្ដាយជាអ្នកគោរពដល់ព្រះស្រឡាញ់ព្រះក៏ពីប្រាប់ថារូបឆោមឆាយជាសេចក្តីបញ្ឆោតហើយមុខស្រស់ល្អក៏អត់ប្រយោជន៍ដែរតែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ានោះនឹងមានគេសរសើរវិញនឹងចូលពិសេសសាមុយ30 Charm is deceptive and beauty is fleeting but a woman who fears the Lord is to be praised Proverbs 31:30 the ខំពីសំខាន់ណាស់គូសុអត្តម្ដាយដែលគោរពប្រតិបត្តិដល់កូនប្រតិបត្តិព្រះជាមនុស្សប្រភេទណា What kind of woman is she who fears the Lord ចម្លើយថាគាត់ទីមួយក៏បានបង្រៀនកូនដោយសារគាត់ស្រឡាញ់ព្រះគាត់បង្រៀនកូនឲ្យចេះស្រឡាញ់ព្រះហើយដើរតាមព្រះដោយពីជំនឿនៅក្នុងជំនួសគេ She had taught her children to love the Lord and to walk with Him with faith in the day of their life នេះជាម្ដាយឪពុកមិនសឹងមានពេលមួយកូនទេមានតែម្ដាយទេចំណែកពេលមួយកូនអញ្ចឹងកូនចាំទៅរធំឡើងកូនអើយស្រឡាញ់ព្រះណាស្រឡាញ់ព្រះក៏ដើរតាមព្រះអង្គទៅទុកចិត្តលើព្រះទៅជីវិតរបស់កូននេះជាចិត្តរបស់ម្ដាយចង់ឲ្យកូនទាំងអស់បានស្រឡាញ់ព្រះអង្គ
គម្ពីរចតិកថាចំពោះ6ខ5ខ7ណាដែលលោកម៉ូសេបានបង្រៀនដល់ពួកសាសអ៊ីស្រាអែលមុនគេចូលក្នុងស្រុកកាណានទៅថាត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ាជាព្រះនៃឯងឲ្យអស់ពីចិត្តអស់អំពីពលឹងហើយអស់អំពីកម្លាំងឯងសេចក្តីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះនោះត្រូវនៅជាប់ក្នុងចិត្តឯងចុះមានថាទៅអស់ឪពុកម្ដាយក៏និយាយទៅឪពុកម្ដាយចូលទៅក្នុងស្រុកហើយត្រូវស្រឡាញ់ព្រះឲ្យអស់ចិត្តអស់ពីកម្លាំងឯងកុំភ្លេចព្រះបន្តទៀតថាត្រូវឲ្យព្រៀនសេចក្តីទាំងនេះដល់កូនឯងផងកូនឯងព្រមទាំងនិយាយដំណើរក្នុងការដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវក្នុងការដេកហើយក្រោកឡើងផងនិយាយពីព្រះអង្គរហូតបង្រៀនកូនរហូតឲ្យចេះស្រឡាញ់ព្រះអង្គហើយនេះជាព្រះបន្ទូលរបស់ព្រះដល់យើងដែលជាឪពុកម្ដាយហើយយើងស្រឡាញ់ព្រះតែត្រូវបង្រៀនកូនណាឲ្យវាចេះស្រឡាញ់ព្រះអង្គផងដែរ Here the scripture from Deuteronomy chapter 6 verse 5 to 7 is the word for Moses to the Israelites before they enter the promised land, Canaan. Love the Lord your God with all your heart and with all your soul and with all your strength. This commandment that I give to you today are to be on your heart all time when you cross Jordan somewhere. Impress them on your children. Not you, but impress your children. Talk about them when you sit at home and when you walk along the road, when you lie down and when you get up. សុភាសិតចំពោះ22ខ1បានប្រាប់យើងថាចូលបង្ហាត់កូនក្មេងគឺថាយើងទៅជាពុកម្ដាយបង្ហាត់កូនក្មេងឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្តនោះវានឹងមិនលះបង់ពីផ្លូវនោះដរាបចាស់ណាយើងជាពុកម្ដាយយើងមានជារទុយក៏កាន់កូនយើងនៅក្មេងបង្រៀនវាឲ្យចេះស្រឡាញ់ព្រះអង្គដើរតាមព្រះអង្គ In Proverbs 22:6 start cheering off the when they're still young on the way they should go to walk with the Lord and even when they are old they will not turn from him បាទនេះជាព្រះបន្ទូលព្រះអង្គតែយើងត្រូវតែខំបង្រៀនកូនយើងឲ្យចេះស្រឡាញ់ព្រះអង្គទៅដល់ធម្មតាវានឹកចាំហើយគឺក៏វាដើរឆៅព្រះអង្គបានរយៈតែយើងអាចថាវាទៅវានឹកចាំព្រះបន្ទូលព្រះអង្គយើងបានបង្រៀនវាត្រឡប់មកវិញបាទហើយអពុំដែរបានបង្រៀនម្ដាយបានបង្រៀនកូនឲ្យចេះអធិដ្ឋានដើម្បីអរគុណដល់ព្រះមុនទទួលទានអមបហាជាមួយគ្នាយើងបានឃើញច្រើនម្ដាយអធិដ្ឋានកូនអធិដ្ឋានអរគុណព្រះអង្គអរគុណព្រះយេស៊ូវណាយើងក៏មកម៉ាត់ពីបានណាកុំភ្លេចកូនណាអរគុណព្រះយេស៊ូវណា Teach your children how to pray and thank God even before they eat ការអនុវត្តapplication តាមម្ដាយខ្មែរយើងវិញដែលជាអ្នកកោតខ្លាចដល់ព្រះបានស្រឡាញ់ហើយខំចិញ្ចឹមកូនជាយ៉ាងណាដែរ How a godly mother love and raise her children in the Khmer culture អានេះខ្ញុំនិយាយក្នុងលក្ខណៈយើងជាខ្មែរណាតែយើងចិញ្ចឹមកូនយ៉ាងណាទី1បានខំធ្វើពលកម្មគ្រប់បែបយ៉ាងសម្រាប់កូន She loved her children and is willing to do sacrifice for them យើងដឹងហើយលោកមុនក៏ធ្វើជាបន្តមិញម្ដាយតាំងពីនៅរោកូនទៅក្នុងពោះតែពិបាកយ៉ាងណាទៅណា9ខែបាក់នេះចៅវាឡើងដេកបើពូធំពិបាកមែនតែទ្រាំទ្រដល់កាត់កូនមកឈឺយ៉ាងណាឈឺចាប់យ៉ាងណាណាគេថាព្រមទាំងអស់ដល់កូនវាកាត់មកពិបាកយ៉ាងណាខំអត់ងុយពេលយប់ណាដូរកតោបណាឲ្យវាបើអានេះកូនណាកូនវាយំវាឃ្លានណាខំអត់ងុយយ៉ាងណាក៏ដោយដេករហូតដេកប៉ុន្តែម្ដាយហើយតែក្រោកឡើង
đôi cái tô ở cái tô ở cột nữa mà nè ông đấy và hơi vì cái thằng cuối dân nam này ta không có thằng sờ lạnh cồn clean ở bên bờ nè đâu phải thông đi tới nè vì chưa cầm mà đại khang quý ông rừng nè cái mọi cái bù mua mà vừa mua rung tới cồn rồi bù khăm đấy quý bầm pe con nó hốt và ní chia mà đài nè rồi vừa thông lăng trong cái là đi ba thông lăng là có không thức bù khăm như ó cha đang bay đời xa sài cồn nè sau dưới là chỉ cồn đó complete away the bandai ban thôi sập dương và don't forget what your mom have done for you no and they honor and thank her ban trong trâu sức lòng bác cũng bác giang đã bay trên trong cồn bị tốt rồi họ đó bình vậy bị ba men thế để mình sửa đi rồi trong cồn trong mình tôi vào vì chú cái việc là bứ ấy đôi chụp muôn con gì nữa mà đây cách con tí đó là bứ con ta mà đây nó sẽ lên cồn rồi hồn và she has endured all the suffering to raise her children up from infancy to adulthood này chỉ mà lại dương bắt đầu trong một học bậc hà những sự làm bé ở cồn muốn tự riêng đời dục cái tục đã hơi ắt biên khoa với lời viết trong ta bị sống với bóng bé vía rồi si bé muốn tự riêng một há đã lăn bóc nó được trong hộp ở cồn vô tới xà lá nó cứ tha có riêng trong tầng ó ở chương hai chỉ bà đài để xà lạnh cồn nó ở biên cồn điểm hộp và hạt rụt ròn ở vậy đã cồn xà lạnh ở bên chết mà đài sốc chết ọt khuôn ánh đang bay tinh ở cồn she provide what her children need or like to although she cannot afford herselfนี่ให้จิตมันได้นะมันได้สลายตะโกนสกเก็ตเธอโปรยเข้ามาโกนนะเยอะก็แทบคือแทบอัลบอต้องสลายนะมาจังตีโกนเป็นอันที่มาเป็นตะโกนสลายมาเฮ้ยก็สลายนะเขาเอานี่สปุดนี่นะมาได้สกเก็ตติงเอาโกนมาเลยนี่จะจัดมาได้ครองปีตะโกนดาวเลนជួយនឹងមិត្តភ័ក្តិនៅពេលយប់បណ្ដាយនៅចាំមើលផ្លូវរហូតទំរប់ដល់កូនមកដល់ផ្ទះវិញដោយសុខសាន្ត She always stay awake late at night to wait until her children coming home safely after they're going out with a friend នេះជាប្រពន្ធខ្ញុំគាត់កូនយើងមួយតែគាត់នៅយើងដល់យើងកូន5មានកូនមួយជាកូនពៅវាដើរលេងយប់បានយប់ពើបាញ់ដល់ហើយទីយប់គាត់អត់ទៅគេណាខ្ញុំមួយគេហ្នឹងខ្ញុំទៅតែគាត់នឹងចាំរហូតចាំដល់កូនមកវិញសួរធីម Are you home now Yes mom ដល់ចឹងថាអូគាត់កូនខ្ញុំបានសុខសាន្តហើយគាត់បានគាត់ទៅគេនេះជាចិត្តម្ដាយបាទនេះចិត្តម្ដាយម្ដាយមានចិត្តសប្បុរសដល់អ្នកដទៃជាភាសាដល់មិត្តរបស់កូន Mother is generous to all especially to friends of her children គេខំព្រីមកខំភ័យនាងឈោកដៃដល់មនុស្សកំសត់ទូគត់នាងហត់ដៃទៅជួយមនុស្សក្រលំបាកផង She opened her arm to the poor and extend her hand to the needy មានគាត់ចិត្តសប្បុរសមែនតើគាត់សប្បុរសក៏ជួយដល់អ្នកដទៃមិនត្រឹមជួយគ្រួសារគាត់ក៏សម្លឹងអ្នកដទៃជិតខាងតែមានការខ្វះខាតមិនក៏ជួយដោយចិត្តសប្បុរសនោះឯងជាសមិទ្ធភ័ក្តិរបស់កូនមកលេងណាមានក៏មានកាដូវិញឲ្យទៅមិត្តភ័ក្តិកូនរបស់មិត្តភ័ក្តិគាត់ផងមិត្តភ័ក្តិរបស់កូនគាត់ផងនេះជាចិត្តរបស់ម្ដាយហើយជានេះជាចិត្តពុទ្ធម្ដាយគាត់ពីចិត្តសប្បុរសណាណាមកដល់ផ្ទះគាត់មានអីគាត់ជូនទៅអត់ទៅដែរទៅទេបាទនេះចិត្តរបស់ម្ដាយអរគុណពុទ្ធយ៉ាងល្អសរសើរយកពុទ្ធយ៉ាងអត់កុំអីនេះណាគឺយើងចង់ឲ្យដៃនេះពុទ្ធស្រឡាញ់សរសើរពុទ្ធដែរណាពីពុទ្ធជាការពិតបាទដោយសារគុណសម្បត្តិខាងលើទាំងអស់នេះហើយបានជាកូនទាំងអស់បានក្រោកឈរឡើងគោរពដល់ម្ដាយជាអ្នកមានពរ Due to the above virtue of God and Mother her children are raised and called her blessedថ្ងៃជាថ្ងៃដ៏ល្អយើងនេះជាកូនណា
ជួបជុំម្ដាយយើងអត់បាននៅរស់ក៏ដោយតែយើងនឹកដល់គុណម្ដាយដល់ម្ដាយថាគាត់បានធ្វើអ្វីខ្លះសម្រាប់យើងតែយើងរហូតដល់យើងរស់នៅសប្តាហ៍នេះដោយសារម្ដាយបានជួយយើងថែរក្សាយើងចិញ្ចឹមយើងនៅឯឋានយើងផងហើយទៅប្តីក៏ដែរខ្ញុំថ្ងៃនេះចង់ឲ្យប្តីមានឱកាសដែរដើម្បីនឹងសរសើរប្រពន្ធដែលគាត់ជាប្តីយ៉ាងល្អដល់កូនយើងទាំងអស់គ្នាអាមែនបងប្អូនបាទជាបញ្ចប់ខ្ញុំសូមអញ្ជើញបងប្អូនដែលជាកូនមកទៅមួយទីនេះក៏ដីឬក៏ម្ដងនេះឬក៏ឈរទៅកន្លែងណាទីខ្ញុំសូមឲ្យលោកគ្រូភីលីបយកមីក្រូហ្វូនទីជាពេលជាងធ្វើទីបន្តណាធ្វើទីបន្តប្រាប់ម្ដាយថាម៉ាក់ជាម្ដាយពិសេសម្ដាយខ្ញុំជាពិសេសដែលជាអ្នកអាទិត្យហើយកូនសូមអរគុណដល់ម៉ាក់ហើយបានខំធ្វើពលកម្មគ្រប់បែបយ៉ាងសម្រាប់កូនណាដល់យើងទាំងអស់គ្នារហូតដល់យើងមានប្តីមានគ្រួសារណាមានឯការលើកកិត្តិយសជូនម្ដាយជាការប្រសើរណាស់ហើយថាព្រះហាទជាប្រហារទីព្រះផងដោយគម្ពីរបានប្រាប់យើងថាចូលគោរពប្រតិបត្តិដល់មាតាបិតាខ្លួនដើម្បីអីដើម្បីឲ្យឯងរាល់គ្នាបានសេចក្តីសុខហើយរស់នៅផែនដីនេះជាយូរវែងទៅនៅគម្ពីរអេពីសូតជំពូក1ខ2ខ3ដែលគាត់សពោក៏តាមគម្ពីរអ្នកខមណាំង22 12នោះឯង In conclusion, for those of you who are children and your mother here or elsewhere, they are alive or not, you are invited to come to this platform one by one, stand up or wherever you are to bless your mother by saying, Mom, you are the best among the mother in the world. And thank for the children who are here. Now, if your mom is here, you should stand up and say, Mom, you are the best. And thank you for what you have done for me. No? Don't be afraid. Okay? This is the right thing to do, according to the God's way. For the Bible commands us, honor your father and mother so that it may go well with you and that you may enjoy long life on earth. Do you want to have a long life on earth? Yeah, everybody wants to have a long life, but honor your mother and father. Okay? Okay. So យើងអាចខាងជាមួយគ្នាហើយខ្ញុំបើកយើងបើកភ្លើងដល់ពេលយើងធ្វើទីបន្តហើយលុយាយើងខ្ញុំសូមក្រាបចំពោះព្រះអង្គអរគុណព្រះអង្គណាស់ដែលព្រះអង្គបានប្រទានយើងខ្ញុំមានម្ដាយដែលបានបង្កើតយើងខ្ញុំមកបានខំចិញ្ចឹមយើងខ្ញុំដោយរងទុក្ខវេទនាដោយសារគាត់ស្រឡាញ់យើងខ្ញុំរហូតយើងខ្ញុំមានអាយុសប្តាហ៍ដោយសារម្ដាយបានថែរក្សាយើងខ្ញុំសូមបងទីមពោលើម្ដាយទាំងអស់សូមឲ្យយើងខ្ញុំដែលជាកូននឹកពីប្រគុណរបស់ម្ដាយដែលជាសសរទ្រង់ដែលជាយុទ្ធការដើម្បីជួយដល់គ្រួសារតែគ្រួសារដែលបានមានសុភមង្គលដោយសារម្ដាយបានជួយប្តីដើម្បីចិញ្ចឹមកូនទាំងអស់យើងខ្ញុំជាដើមខ្ញុំអរគុណព្រះអង្គសូមទីមពោម្ដាយទាំងអស់ឲ្យមានប្រាជ្ញាមានកម្លាំងមានសុខភាពដើម្បីរស់តទៀតយើងខ្ញុំតែជាកូនយើងសូមសរសើរព្រះអង្គលើដំណើរនៃព្រះអង្គអរគុណដល់គ្រប់ទាំងម្ដាយដែលបានថែរក្សាយើងខ្ញុំសូមអរគុណហើយសូមព្រះអង្គទីមពោគំនិតទីបន្តខមុខនេះដើម្បីលើកដំកើងដើម្បីលើកកិត្តិយសដល់ម្ដាយដែលមានគុណដល់យើងខ្ញុំទាំងអស់គ្នាយើងសូមអរគុណក្នុងគ្រប់ការទាំងអស់ដែលនៅព្រះបរមនាមនៃព្រះម្ចាស់យេស៊ូវគ្រីស្ទអាមែនអូខេឥឡូវយើងមានឱកាសហើយយើងធ្វើជា